បងខ្ញុំសួរថាហេតុអីបានជាយើងត្រូវការចាំបាច់ដូរអាសយដ្ឋានឃ្លាំងថ្មីនៅកងជើអូបាទចឹងក្នុងថ្ងៃទី5ខែ10នេះខែហ្នឹងគឺក្រុមហ៊ុនយើងមានការបដូរអាសយដ្ឋាននៅឃ្លាំងកងជោហើយមូលហេតុដែលយើងត្រូវផ្លាស់ប្ដូរឃ្លាំងនៅកងជោហ្នឹងដោយសារតែដោយបងប្អូនដឹងអញ្ចឹងឥឡូវនេះយើងអត់យកអវ៉ាន់ពីប្រទេសជិតខាងយើងមកច្រើនទេអញ្ចឹងយើងអ្នកលក់បោះដុំភាគច្រើនគឺគាត់ត្រូវផ្លាស់ប្ដូររោងចក្រ supplier របស់គាត់ហ្នឹងនៅប្រទេសចិនអញ្ចឹងហើយធ្វើឲ្យតំណែងអ្នកដឹកពីប្រទេសចិនមកប្រទេសខ្មែរហ្នឹងមិនថាផ្លូវទឹកឬផ្លូវគោកក៏មានការកើនឡើងចឹងដើម្បីផ្គប់សេវាអតិថិជនឲ្យកាន់តែច្រើនហើយដោយតែបងប្អូនដឹងហើយថាឃ្លាំងយើងនៅកងជោគឺមានផ្លូវទឹកផងផ្លូវគោកផងអញ្ចឹងយើងត្រូវការ space ទីតាំងកាន់តែធំទូលាយទៀតដើម្បីបម្រើនៅអតិថិជនឲ្យបានល្អមូលហេតុហ្នឹងហើយយើងត្រូវផ្លាស់ប្ដូរឃ្លាំងនៅកងជោប៉ុន្តែឆ្លៀតក្នុងឱកាសហ្នឹងដែរខ្ញុំសូមជំរាបទៅបងប្អូនថាការដែលផ្លាស់ប្ដូរអាសយដ្ឋានខាងនៅកងជោហ្នឹងគឺមានតែផលល្អសម្រាប់អតិថិជនដោយសារតែទី1ទីតាំងយើងធំជាងមុនចឹងយើងអាចញែកអវ៉ាន់ហ្នឹងមកចំហៀងផ្លូវគោកមកចំហៀងផ្លូវទឹកបានវាងាយស្រួលអាសយដ្ឋានតែមួយបងប្អូនគ្រាន់តែដូរ label ទៅបានហើយថា by C ឬក៏ by track ឬក៏អាចទៅសេជា low in ឬក៏ high in ចឹងក្រុមការងារយើងពេលដែលយើងទទួលអវ៉ាន់គឺយើងអាចបែងចែកដឹងហើយមួយទៀតសម្រាប់ក្រុមការងារហើយនឹង software system របស់យើងគឺនៅដដែលអញ្ចឹងបងប្អូនមិនបាច់ចាំផ្លាស់ប្ដូរច្រើនឈ្មោះអ្នកទទួលនៅដដែលលេខកូដរបស់អតិថិជនក៏នៅដដែលដែរលេខទូរស័ព្ទរបស់អតិថិជនក៏នៅដដែលដែរលេខទូរស័ព្ទដែលអ្នកទទួលអវ៉ាន់នៅចិនណាគឺក្រុមការងារយើងដដែលទាំងអស់បងប្អូនគ្រាន់តែដូរនៅចំណុចតែគេដាក់ថា teacher មានថាអាសយដ្ឋាន full អាសយដ្ឋានហ្នឹងគឺបងប្អូនដូរតែកន្លែងហ្នឹងមួយទេក្រៅពីហ្នឹងអត់មានចាំបាច់ដូរអីទាំងអស់ហើយបើសិនជាអតិថិជនណាដែលគាត់អត់ចេះជាភាសាចិនឬក៏មានចង្អុលអីអាចខាងមកកាន់ customer service របស់យើងគឺខាងក្រុមការងារនឹងផ្ញើវីដេអូជូនពីរបៀបដែលយើងត្រូវផ្លាស់ប្ដូរអាសយដ្ឋានថ្មីអញ្ចឹងហើយបើសិនជាអត់ច្បាស់ទេអាច screenshot មកឲ្យពួកយើង confirm បានថាពេលដែលគាត់ផ្លាស់ប្ដូរហើយនឹងអាសយដ្ឋានគាត់ពេញនឹងត្រូវអត់បាទអញ្ចឹងយើងក៏មិនបិទភ្លាមដែរគឺខ្លាំងចាស់របស់យើងនឹងបើកដំណើរការរហូតដល់ថ្ងៃ7ខែ10ហ្នឹងបាទយើងមុំអញ្ចឹងក្នុងពេលឥឡូវហ្នឹងគឺទាំងខ្លាំងថ្មីនិងខ្លាំងចាស់គឺយើងនៅបើកដំណើរការធម្មតាតែបើសិនជាបងប្អូនដូរអាសយដ្ឋានអត់ទាន់ឬក៏រោងចក្រគាត់បានដឹកអវ៉ាន់ចេញមកហើយមកកាន់ឃ្លាំងចាស់យើងក៏អត់មានបញ្ហាដែរក្រុមការងារយើងនឹងតំណែងខាងsupplier បងប្អូននៅទទួលអវ៉ាន់ធម្មតាអរគុណច្រើន